Hello បងប្អូនទាំងអស់គ្នាចុងសប្តាហ៍នេះមានទៅណាអត់បើសិនជាអត់ទៅណាទេបើសាកធ្វើទ្រីងនេះញ៉ាំទាំងអស់គ្នាខ្ញុំគិតថាបងមកប្រហែលជាឃើញខ្ញុំធ្វើអានឹងច្រើនដងមែនតែខ្ញុំចូលចិត្តមែនណាហើយឆ្ងាញ់ទៀតលើកនេះគឺខ្ញុំធ្វើជាមួយនឹង strawberry ស្រស់ហើយស្ករដែលខ្ញុំដាក់មុនហ្នឹងជាប្រភេទស្ករ monk fruit ទេអញ្ចឹងអ្នកក៏ទឹកនោមផ្អែមដូចជាស្ករក៏ប្រើបានដែរគ្រាន់តែញ៉ាំម្សៅស្មៅបេតងឬក៏ super grass duo មួយថ្ងៃតាមមួយស្លាបព្រាកាហ្វេទេជួយរឿងបញ្ហារលាកកាពះពោះវៀនជួយរឿងបណ្ដេញជាតិពុលហើយជាពិសេសវាមានសារធាតុចិញ្ចឹមនិងសារធាតុរ៉ែច្រើនជាង15មុខទៀតម្សៅស្មៅបៃតងរបស់យើងញ៉ាំចាប់បានពីអាយុ6ឆ្នាំឡើងដល់មនុស្សធំបងណាចង់ទិញជូនអ្នកមានគុណឬក៏ចាស់ដែលគាត់មានបញ្ហាទឹកនោមផ្អែមរឹតតែល្អទៀតអូមួយទៀតបងប្អូនកុំភ្លេចឥឡូវយើងកំពុងតែមាន promotion បញ្ចុះ$4នៅសល់ត្រឹមតែ$48ទេមកកញ្ចប់ហ្នឹងញ៉ាំបាន8ខែយូរមែនតើញ៉ាំម្ទេសក៏បានដែរpromotion ហ្នឹងមានត្រឹមថ្ងៃ31ខែ3នេះអញ្ចឹងតែគេចង់បានណាររាន់ឡើងរសជាតិមិននិយាយណាគាត់តែមើលមាត់អ្នកញ៉ាំទៅដឹងហើយបឺតយកហ្មងឆ្ងាញ់ខ្លាំងមែនតើហ្មងញ៉ាំលើកណាក៏អត់ធុញដែរ